ទេសនាព្រឹត្តិការណ៍កម្ពុជាបច្ចុប្បន្នពលរដ្ឋខ្មែរត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំដល់ទៅ3ដងនិងពិធីបុណ្យបែបបរទេសជាច្រើនទៀតនៅប្រហែលថ្ងៃខាងមុខនេះមានពិធីបុណ្យ2ដែលកំពុងធ្វើឲ្យរំជើបរំជួលទី1គឺទិវានៃក្តីស្រឡាញ់ Valentine's Day និងទី2គឺពិធីបុណ្យចូលឆ្នាំចិនក្រៅពីនោះពិធីបុណ្យ Christmas និងបុណ្យចូលឆ្នាំសកលជាដើមក៏កំពុងតែពេញនិយមខ្លាំងណាស់ដែរនេះសបញ្ជាក់ថាជនជាតិខ្មែរជាពិសេសយុវវ័យតែម្ដងទទួលយកភាពចម្រុះនៃវប្បធម៌ដោយងាយស្រួលបំផុតប៉ុន្តែខ្មែរបែរជាពិបាកសម្រាប់ខ្លួនទៅនឹងវប្បធម៌ពហុគំនិតជាមួយខ្មែរគ្នាឯងទៅវិញតែហេតុអ្វីបានជាដូច្នេះយើងស្ដាប់បទវិភាគរបស់ប៉ែនប៊ូណាប្រជាពលរដ្ឋខ្មែរជាទូទៅច្បាស់ជាធ្លាប់បានឮពាក្យថាចូលឆ្នាំចិនស្រវឹងខ្មែរដែលគេតែងតែលើកយកមកនិយាយកំប្លែងលេងសើចក្នុងពិធីបុណ្យចូលឆ្នាំចិនម្ដងអ្វីត្បិតតែវាជាពាក្យកំប្លែងក៏ប៉ុន្តែវាបានបង្កប់អត្ថន័យយ៉ាងច្បាស់លាស់មួយអំពីតថភាពសង្គមខ្មែរចូលឆ្នាំចិនមិនចម្លែកទេមិនចម្លែកពីព្រោះថាពលរដ្ឋខ្មែរភាគច្រើនចាប់តាំងពីអ្នកដឹកនាំកម្ពុជាអ្នកនយោបាយរហូតដល់រាជសាមញ្ញសុទ្ធតែជាប់ខ្សែស្រឡាយចិនទោះតិចឬក៏ច្រើនជាប់ខ្សែស្រឡាយចិនក៏បានคล้ายទៅជាមោទនភាពរបស់ខ្មែរជាច្រើនផងដែរក្រៅពីនោះពិធីបុណ្យគ្រីស្មាស់ចូលឆ្នាំសកលឬក៏ទិវានៃក្តីស្រឡាញ់ Valentine Day ក៏កំពុងតែពេញនិយមយ៉ាងខ្លាំងដែរនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងចំណោមយុវវ័យតែម្ដងពួកគេនាំគ្នាប្រារព្ធពិធីបុណ្យអស់ទាំងនេះដោយក្តីអំណរសាទរនិងដោយចុះសម្រុងនេះសបញ្ជាក់ថាពលរដ្ឋខ្មែរភាគច្រើនទទួលយកភាពចម្រុះនៃវប្បធម៌យ៉ាងងាយស្រួលដែលហាក់ដូចជាគ្មានឧបសគ្គខាងផ្លូវចិត្តអ្វីឡើយតាមពិតការទទួលយកភាពចម្រុះនៃវប្បធម៌ឬក៏សាសនាគឺជាលក្ខណៈពិសេសរបស់ជនជាតិខ្មែរតាំងពីយូរណាស់មកហើយហើយដូច្នេះហើយបានជាជនជាតិខ្មែររស់នៅដោយចុះសម្រុងគ្នាគ្មានបញ្ហាជាតិសាសន៍ឬបញ្ហាសាសនាឡើយបើទោះបីជាប្រទេសនេះប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយប៉ុន្តែការទទួលយកវប្បធម៌បរទេសដោយងាយពេកក៏ជាគ្រោះថ្នាក់មួយដែរគ្រោះថ្នាក់នៅត្រង់ថាវាធ្វើឲ្យកូនខ្មែរជាច្រើនមិនសូវដឹងពីឫសគល់របស់ខ្លួនស្គាល់ខ្លួនឯងមិនច្បាស់និងច្រើនតែខ្វះមោទនភាពជាតិខ្លួនឯងម្យ៉ាងទៀតដោយសារតែការស្រូបយកវប្បធម៌បរទេសងាយពេកដោយខ្វះការពិចារណាច្បាស់លាស់កូនខ្មែរជាច្រើនបែរជានាំគ្នាប្រារព្ធពិធីទាំងនោះក្នុងន័យភ្លើតភ្លើនខុសក្បួនតម្រាទៅវិញអ្វីដែលកើតឡើងសម្រាប់ Valentine Day ថ្ងៃ14កុម្ភៈជារៀងរាល់ឆ្នាំគឺជាឧទាហរណ៍ស្រាប់ប៉ុន្តែខ្មែរបែរជាពិបាកទទួលយកវប្បធម៌ពហុគំនិតនៅក្នុងនយោបាយរវាងខ្មែរគ្នាឯងទៅវិញមានមូលហេតុច្រើនយ៉ាងដែលអាចពន្យល់បញ្ហានេះបានទី1ខ្មែរច្រើនតែផ្ដោតតម្លៃខ្លាំងពេកទៅលើអ្វីដែលជាបរទេសមិនថាជាមនុស្សវត្ថុឬក៏វប្បធម៌ឡើយឲ្យតែមកពីបរទេសជនជាតិខ្មែរច្រើនតែទទួលស្គាល់និងផ្ដល់តម្លៃជាងរបស់ខ្មែរខ្លួនឯងនេះប្រហែលមកពីការបាត់បង់មោទនភាពជាតិខ្លួនយ៉ាងខ្លាំងដោយសារតែប្រទេសជាតិបានឆ្លងកាត់សង្គ្រាមពាណិជ្ជកម្មអស់ជាច្រើនទសវត្សរហូតធ្លាក់ក្នុងរបបបល្ល័ង្កពូជសាសន៍ខ្មែរក្រហមមកដល់ពេលនេះនៅពេលមានវិបត្តិនយោបាយដោះស្រាយមិនចេញខ្មែរក៏នៅតែរត់រកបរទេសឲ្យជួយអន្តរាគមន៍មិនសូវជាលុះពេលដែរទី2ការបាត់បង់ជំនឿទៅលើខ្មែរគ្នាឯងក៏ជាបញ្ហាធំធេងមួយទៀតសង្គមមួយដែលធ្លាប់តែបែកបាក់និងកំពុងតែបន្តបែកបាក់ដូចជាកម្ពុជាពលរដ្ឋនៃសង្គមនោះរាប់ទាំងអ្នកនយោបាយផងតែងតែបាត់បង់ជំនឿចិត្តលើគ្នាឯងដោយជៀសមិនផុតការបាត់បង់ជំនឿលើខ្លួនឯងនិងលើខ្មែរដូចគ្នាមានដើមហេតុមកពីទម្លាប់ធ្វើនយោបាយដោយប្រើកលល្បិចផ្ដួលរំលំគ្នាពីជំនាន់មួយទៅជំនាន់មួយនៅពេលដែលអ្នកនយោបាយតែងលាក់ល្បិចពីក្រោយខ្នងនិងនៅពេលដែលសម្លេងរបស់ប្រជាពលរដ្ឋមិនត្រូវបានយកចិត្តទុកដាក់ជំនឿលើខ្លួនឯងនិងលើខ្មែរដូចគ្នាត្រូវបានបំផ្លាញជាស្វ័យប្រវត្តិទី3គឺសកលភាវូបនីយកម្មដែលកំពុងតែបោកបាក់យ៉ាងពេញទំហឹងដោយទឹកបាក់ទំនប់មកលើកម្ពុជាធម្មតាទេសង្គមមួយដែលយុវជនជាច្រើនស្គាល់ខ្លួនឯងមិនច្បាស់វប្បធម៌បរទេសងាយនឹងវាយលុកខ្លាំងណាស់វាមិនខុសអ្វីពីមនុស្សដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយហើយងាយនឹងធ្វើឲ្យជំងឺវាយលុកនោះឡើយសរុបមកវិញការទទួលយកភាពចម្រុះនៃវប្បធម៌សាសនាឬក៏ជាតិសាសន៍
គឺជាគុណសម្បត្តិទៅវិញទេសម្រាប់មនុស្សនៅក្នុងសម័យជើងមេឃបើកចំហដូចជាបច្ចុប្បន្នប៉ុន្តែអ្វីដែលសំខាន់បំផុតគឺកូនខ្មែរគួរតែស្គាល់ឫសគល់របស់ខ្លួនឲ្យបានច្បាស់ដើម្បីកុំឲ្យវង្វេងនឹងវប្បធម៌បរទេសរហូតដល់ភ្លេចអស់អត្តសញ្ញាណរបស់ខ្លួនម្យ៉ាងទៀតប្រសិនបើខ្មែរអាចរស់នៅដោយចុះសម្រុងគ្នានៅក្នុងភាពចម្រុះនៃទស្សនៈនយោបាយឲ្យដូចជាការទទួលយកភាពចម្រុះនៃវប្បធម៌ដែរនោះសង្គមមួយនេះច្បាស់ជាស្គាល់ការអភិវឌ្ឍលឿនជាងនេះឆ្ងាយណាស់ទេសនា